verbs of perception កិរិយាសព្ទនៃការដឹងដោយញៀនពន្យល់លម្អិតបាទយើងមើលតើកិរិយាសព្ទដែលដឹងដោយញៀនឬក៏ដឹងដោយវិញ្ញាណហ្នឹងគេហៅថាកិរិយាសព្ទយ៉ាងម៉េចហើយវាប្រើយ៉ាងម៉េចអាហ្នឹងបាទនេះគឺអង់គ្លេសគេហៅថា verbs of perception អូខេតើយើងមើល some verbs express perception for example see hear watch feel smell sense observe notice spot បាទគេថាកិរិយាសព្ទមួយចំនួនបញ្ជាក់ពីការដឹងដោយវិញ្ញាណឬក៏ការដឹងដោយញៀនបាទperception ហ្នឹងយើងប្រែមកថាការដឹងឬការយល់ដោយញៀនណាដោយវិញ្ញាណណាអូខេបាទឧទាហរណ៍ដូចជា verb see បាទ verb see យើងប្រែមកថាឃើញបាទឃើញគឺមានថាយើងមើលដោយភ្នែកអាហ្នឹងគេហៅថាចក្ខុវិញ្ញាណមែនទេបាទ hear យើងប្រែមកថាឮមែនទេបាទអញ្ចឹងអាហ្នឹងគេចង់និយាយពីសោតវិញ្ញាណមែនទេបាទតិចណាអូខេ watch បាទ watch គឺមើលបាទអាហ្នឹងក៏ពាក់ព័ន្ធនឹងភ្នែកដែរអូខេfeel បាទ feel យើងប្រែមកថាមានអារម្មណ៍អូខេsmell យើងប្រែមកថាហិតក្លិនឬក៏ធុំក្លិនអញ្ចឹងណាអាហ្នឹងវាពាក់ព័ន្ធជាមួយនឹងច្រមុះមែនទេបាទអាហ្នឹងគេហៅឃានវិញ្ញាណsense យើងប្រែមកថាមើលឬក៏ដឹងណាអូខេobserve យើងប្រែមកថាអង្កេតបាទnotice បាទ notice យើងប្រែមកថាកត់ចំណាំមែនទេបាទspot យើងប្រែមកថាកត់ចំណាំឬក៏ឃើញអញ្ចឹងណាអូខេអញ្ចឹងពាក្យទាំងអស់នេះវាពាក់ព័ន្ធជាមួយនឹងគេហៅថាការដឹងដោយវិញ្ញាណឬក៏ការដឹងដោយញៀនហ្នឹងណាបាទពាក់ព័ន្ធជាមួយនឹងសត្វវិញ្ញាណចក្ខុវិញ្ញាណបាទឃានវិញ្ញាណអីចឹងណាអូខេអាហ្នឹងគឺរបៀបប្រើប្រាស់របស់វាខុសពីកិរិយាសព្ទផ្សេងទៀតនៅក្នុងប្រយោគណាអាហ្នឹងគេហៅថា verbs of perception អូខេបាទហើយអាហ្នឹងក៏វាជាប្រភេទនៃកិរិយាសព្ទគំរូដែរណាគេហៅថា verb pattern ណាបាទកិរិយាសព្ទគំរូដែលខ្ញុំបានបញ្យល់លម្អិតនៅក្នុងវីដេអូមុនបងប្អូនអាចមើលបានណាអូខេតែថ្ងៃនេះយើងរៀនជាមួយគ្នាអំពី verbs of perception ណាខ្ញុំនឹងបញ្យល់លម្អិតអំពីរបៀបប្រើប្រាស់និងនឹងឧទាហរណ៍ផងដែរអូខេ note those verbs can be used with both the infinitive without to and the ing form បាទគេឲ្យយើងកត់ចំណាំអញ្ចឹងកិរិយាសព្ទទាំងហ្នឹងគឺគេអាចប្រើវាបានជាមួយទាំង infinitive without to បាទមានន័យថាកិរិយាសព្ទទម្រង់ដើមដែលមិនមាន to ហើយនឹងកិរិយាសព្ទទម្រង់ ing បាទទម្រង់ ing អូខេបាទឥឡូវយើងមើលឧទាហរណ៍ដើម្បីកាន់យល់ច្បាស់ example see hear watch ឧទាហរណ៍ជាប្រយោគបាទខ្ញុំលើកយកកិរិយាសព្ទ3មកឧទាហរណ៍ជាប្រយោគមុនគឺ see hear និង watch បាទឧទាហរណ៍ជាប្រយោគទី1 I could hear her crying all night long បាទគេថាខ្ញុំអាចស្ដាប់ឮនាងកំពុងយំពេញមួយយប់បាទយើងឃើញនេះ I could hear her crying all night long បាទគឺយើងមើលទម្រង់វានេះ hear បាទហើយ her crying បាទគឺមានន័យថា verb hear ហ្នឹងបាទគឺវាបូកជាមួយនឹង verb ing បាទ crying ឃើញទេបាទនេះថែម ing ទៀតអាហ្នឹងគឺទម្រង់បាទជាទម្រង់ verb pattern ដែរណាបាទហើយទីនេះគឺវាបង្ហាញពី verbs of perception បាទមានន័យថាកិរិយាសព្ទបង្ហាញពីការដឹងដោយញៀនឬក៏វិញ្ញាណហ្នឹងណាបាទអញ្ចឹងស្ដាប់ឮគឺសំដៅទៅលើការយើងស្ដាប់ឮតាមតិចមែនទេបាទអាហ្នឹងគឺ verb hear បាទគឺវាបូកជាមួយនឹង verb ing យើងហៅថា ing form ណាបាទហើយយើងមើលឧទាហរណ៍មួយទៀត I have never heard your wife singing ខ្ញុំមិនដែលបានឮភរិយារបស់អ្នកច្រៀងទេព្រោះវាចង់សំដៅទៅលើការស្ដាប់ឬក៏ស្ដាប់ឮអញ្ចឹងណាបាទវា heard វាមកពី hear ហ្នឹងឯងឃើញទេបាទវាបូកជាមួយនឹងនេះ singing បាទបូកជាមួយនឹង verb ing ឬយើងហៅថា ing form ក៏បានដែរណាបាទកន្លែង ing form នេះវាអាចគេហៅថាជាចរន្តក៏បានឬគេអាចថាបាទវាជា present participle ក៏បានដែរណាបាទប៉ុន្តែទីនេះយើងមករៀនអំពី ing form សិនណាហើយជាពិសេសគឺយើងរៀនអំពី verbs of perception ណាអញ្ចឹងយើងមើលទម្រង់ពីរនេះឃើញទេបាទគឺ verb here ហ្នឹងគឺវាបូកជាមួយនឹង verb ing ណាបាទយើងត្រូវដឹងពីរបៀបប្រើប្រាស់របស់វា
và giờ mơ bây giờ buổi tiết Petra didn't hear you come in last night បាទគេថាសុភត្រាមិនបានដឹងថាអ្នកបានចូលមកក្នុងទេការប្រជុំមិញបាទអញ្ចឹងយើងឃើញនេះhere you come បាទកន្លែងនេះយើងអាចប្រើពាក្យថា here you coming ក៏បានឬក៏ here you come ក៏បានណាពីព្រោះverb here នឹងវាប្រើបានទាំងបូកជាមួយនឹង ing បាទបូកទាំងជាមួយនឹង infinitive without to បាទគេហៅថាគេអាសព្ទទម្រង់ដើមដែលមិនមាន to ដូចពាក្យនេះcome បាទឃើញទេយើងអត់មានពាក្យថា to come ទេណាបាទគឺជាគេអាសព្ទទម្រង់ដើមដែលមិនមាន to បាទឬយើងអាចប្រើពាក្យថាបាទ coming ក៏បានដែរនេះ Petra didn't hear you coming in last night បាទអញ្ចឹងក៏បានដែរប៉ុន្តែគ្រាន់តែថាវាខុសគ្នាត្រង់ចេះថែម ing ហើយនឹងមិនថែម ing ទេណាបាទមានន័យថាថែម ing ឬក៏ប្រើជាមួយនឹង infinitive without to ណាបាទគឺវាខុសគ្នាត្រង់ថាថែម ing គឺចង់និយាយអំពី duration បាទគឺកំពុងកើតឡើងអញ្ចឹងណាអូខេដល់ពេលបញ្ជាពី infinitive without to ចង់សំដៅអំពីសកម្មភាពនោះវាពេញលេញហើយវា complete action តែអញ្ចឹងណាអូខេតោះយើងមើលមួយទៀតអំពី verb C ម្ដងណា I saw her son walking along the riverside yesterday ខ្ញុំបានឃើញកូនប្រុសរបស់នាងបានកំពុងដើរនៅតាមមាត់ស្ទឹងកាលពីយប់មិញបាទតាមបណ្ដោយមាត់ស្ទឹងណាអូខេបាទយើងឃើញនេះ saw វាមកពី C នឹងឯងគឺ I saw her son walking ណាអានេះគឺមានន័យថា C បូកជាមួយនឹងបាទ verb ing បាទ walking ឃើញទេបាទវាជា verb ing បាទគេហៅថា inform ណាអូខេអានឹងមានន័យថាយើងប្រើ verb C នេះបូកទម្រង់ ing អូខេមកខាងក្រោមនេះវិញ She saw him put the money in his pocket អានោះយើងប្រើ verb C ដែរទេប៉ុន្តែជាទម្រង់ past tense ណាបាទគេថានាងបានឃើញគាត់ដាក់លុយនឹងនៅក្នុងកប៉ាល់របស់គាត់បាទអញ្ចឹងមានន័យថាកន្លែងនេះបើគេប្រើបាទ saw ឬក៏ C ហ្នឹងបាទ past tense វាជា saw មែនទេបាទpresent គឺ C មែនទេបាទអញ្ចឹងយើងឃើញនេះបាទ C បូកជាមួយនឹង verb ing សំដៅទៅលើ duration បាទសំដៅទៅលើ progressing ណាសំដៅទៅលើកំពុងស្ថានភាពនេះកំពុងកើតឡើងបាទឧទាហរណ៍ I saw her son walking along the riverside yesterday ខ្ញុំបានឃើញកូនប្រុសរបស់នាងបានកំពុងដើរនៅតាមមាត់ស្ទឹងកាលពីម្សិលមិញបាទដល់ពេលខាងក្រោមនេះវិញ She saw him put the money in his pocket បាទអាហ្នឹងគឺសំដៅទៅលើនាងបានឃើញគាត់ដាក់លុយចូលទៅក្នុងកប៉ាល់របស់គាត់បាទអញ្ចឹងមានន័យថាបើនិយាយអំពី C បូកជាមួយនឹង verb ing គឺសំដៅទៅលើស្ថានភាពនឹងកំពុងកើតឡើងដល់ពេលនិយាយជាមួយ C បាទ verb C នឹងបូកជាមួយនឹងinfinitive without to បាទគេអាសព្ទទម្រង់ដើមដែលមិនមាន to ហ្នឹងបាទដូចជាពាក្យ put ហ្នឹងឃើញទេបាទវាជា verb ដែលមិនមាន to អាហ្នឹងគេហៅថា infinitive without to អូខេមានន័យថានាងបានឃើញគាត់ហ្នឹងបានដាក់លុយចូលក្នុងកប៉ាល់របស់គាត់ហើយអាសកម្មភាពនេះគឺចង់បញ្ជាក់ថាគាត់បានដាក់លុយចូលកប៉ាល់ហើយវាជា complete action អូខេជាសកម្មភាពដែលពេញលេញបាទដែលចប់ហើយដែលពេញលេញអូខេវាមិនមែនជាសកម្មភាពកំពុងដាក់ទេយល់ទេបាទដល់ពេលអា C បូកជាមួយនឹង verb ing គឺសកម្មភាពនឹងវាកំពុងកើតឡើងដល់ពេលអា C បូកជាមួយនឹង infinitive without to សកម្មភាពនឹងគឺវា complete action បាទសកម្មភាពនឹងវាចប់ហើយពេញលេញហើយអញ្ចឹងណាអូខេ clear ប៉ុណ្ណឹងតោះយើងមើល verb មួយទៀត David watched the children crossing the road មួយទៀត My teacher watched me write a letter in English ប្រយោគខាងលើគឺថា David បានមើលក្មេងៗកំពុងដើរឆ្លងថ្នល់បាទឬក៏ឆ្លងផ្លូវក៏បានដែរណាអូខេដល់ពេលមួយទៀតគ្រូរបស់ខ្ញុំបានមើលខ្ញុំសរសេរសម្បត្តិជាភាសាអង់គ្លេសបាទអញ្ចឹងយើងឃើញថាប្រយោគខាងលើគឺនេះ watch បាទបូកជាមួយនឹងនេះ crossing អូខេនេះគឺបូកជាមួយនឹង verb ing បាទដល់ពេលខាងក្រោមនេះវិញ watch បូកជាមួយនឹង write បាទបូកជាមួយនឹង infinitive without to អញ្ចឹងបើយើងនិយាយអំពី watch បូកជាមួយនឹង verb ing គឺសំដៅសកម្មភាពកំពុងកើតឡើងណា David
bàn mớ mấy cầm bông đá slong pleu rồi slong thằng nào nữa nè ok gặp như vĩnh kêu được bậc nhóm bàn mớ nhóm sẽ sầm bot chỉ bisa English ok đấy bà bà kia chỉ bầu cho môi nâng verb ing cầm bông cắt lại và bầu cho môi nâng infinitive without to cứ sự cảm thấy nó cái thằng complete action ok chẳng easy nè សម្រាប់វាប្រើប្រាស់ verb ទាំង3នេះបាទយើងរៀនបន្តទៀត example of feel smell sense observe notice and spot បាទអញ្ចឹងយើងមកមើលអំពីគេអាសព្ទទាំង6បន្តទៀតណា I can feel a nail sticking into my shoe ខ្ញុំអាចមានអារម្មណ៍ដឹងថាដីគោលកំពុងតែចាក់ចូលទៅក្នុងស្បែកជើងរបស់ខ្ញុំបាទមានន័យថាខ្ញុំកំពុងតែមានអារម្មណ៍ថាដីគោលកំពុងតែមុតជើងរបស់ខ្ញុំអញ្ចឹងណាអូខេបាទយើងឃើញនេះ feel a nail sticking បាទគឺ feel បូកជាមួយនឹង verb ing បាទ sticking បាទគឺជា verb ing អាហ្នឹងគឺជា verbs of perception វាបង្ហាញអំពីការថាគេអាសព្ទនៃការដឹងដោយវិញ្ញាណឬការដឹងដោយញៀនបាទអញ្ចឹងនៅពេលយើងចន់ឯកោពុបយើងដឹងអាយុឈឺបាទអាហ្នឹងគឺដឹងដោយញៀនដឹងតែឈឺហ្នឹងអូខេយើងមានអារម្មណ៍ថាឈឺហ្នឹងនេះ feel មានអាรมណ៍ថាណាអញ្ចឹងទីនេះគឺប្រើតម្រងបាទបូកជាមួយនឹង verb ing ប្រមុខតែចាំថាឲ្យតែគេប្រើverbs of perception ហ្នឹងណាបាទសម្រាប់តម្រង ing បាទគឺសង្កសំដៅថាសកម្មភាពនេះកំពុងកើតឡើងដូចយើងដើរទៅចន់ដៃគោពុបមុតជើងមុតចូលស្បែកជើងយើងដល់ជើងយើងអញ្ចឹងណាអូខេបាទអាហ្នឹងវាកំពុងកើតឡើង clear ប៉ុណ្ណឹងតែយើងមើលមួយទៀត I can smell something burning and see smoke rising គេថាខ្ញុំអាចដឹងក្លិនឬក៏ខ្ញុំអាចធុំក្លិនអ្វីមួយកំពុងតែឆេះហើយបានឃើញផ្សាយហ្នឹងកំពុងតែភាយឡើងមកឬក៏ហោះឡើងមកពេលយើងឃើញអ្វីមួយឆេះវាប្រកាសជាមានភាយផ្សាយមកអញ្ចឹងណាអូខេអញ្ចឹងយើងឃើញនេះ smell something burning បាទគឺ smell បូកជាមួយនឹង burning បាទ burning វាជា verb ing អូខេហើយមួយទៀត see smoke rising បាទ see បូកជាមួយនឹងនេះ rising បាទ verb ing ដែរឃើញអត់បាទអញ្ចឹងទម្រង់នេះគឺជា verb ing មានន័យថា smell បូកជាមួយនឹង burning ហើយ see បូកជាមួយនឹង rising អញ្ចឹងបើគេនិយាយអំពី verbs of perception បាទសម្រាប់ទម្រង់ verb បូកជាមួយនឹង verb ing គឺចង់សំដៅសកម្មភាពនឹងកំពុងកើតឡើងអូខេ clear ប៉ុណ្ណឹងយើងមើលមួយទៀត Mr. Brown sends her studying mathematics គេថា Mr. Brown បានឃើញនាងកំពុងរៀនគណិតវិទ្យាបាទអញ្ចឹងយើងឃើញនេះ sends her studying mathematics នេះគឺ sends បូកជាមួយនឹង studying បាទគឺ sense បូកជាមួយនឹង verb ing អូខេគឺ Mr. Brown បានឃើញនាងកំពុងរៀនគណិតវិទ្យាអញ្ចឹងណាអូខេសកម្មភាពនេះកំពុងកើតឡើងអត់បាក់យល់ទេ easy យើងមើលមួយទៀត They observe the man entering the building មួយទៀត The police observe the man enter the bank អញ្ចឹងយើងប្រើ verb ពីរណាគឺមួយ entering មួយទៀតគឺ enterបញ្ចុះខាងលើគឺគេថាពួកគេបានអង្កេតមើលបុរសម្នាក់ហ្នឹងកំពុងដើរចូលទៅក្នុងអគារហ្នឹងបាទដល់ពេលខាងក្រោមនេះវិញគេថាប៉ូលីសបានអង្កេតមើលបុរសបានដើរចូលទៅក្នុងធនាគារបាទអញ្ចឹងបើគេនិយាយអំពី observe បូកជាមួយនឹង verb ing ចង់សំដៅសកម្មភាពហ្នឹងកំពុងកើតឡើងបាទដល់ពេល observe បូកជាមួយនឹង verb ដែលមិនមាន ing គេហៅថាinfinitive without to ណាអូខេគឺចង់សំដៅសកម្មភាពហ្នឹងគឺវា complete action អូខេបាទសកម្មភាពវាចប់ហើយវាពេញលេញអូខេបាទ clear ប៉ុណ្ណឹងយើងមើលប្រយោគមួយទៀត Did you notice him coming Did you notice him coming in យើងប្រើ coming in ក៏បានឬក៏ come in ក៏បានអញ្ចឹង notice បូកជាមួយនឹង verb ing ក៏បាន notice បូកជាមួយនឹង infinitive without to ក៏បានបាទយើងមើលមួយទៀត Lina spotted her friend walking in the market គេថា Lina បានឃើញមិត្តភក្តិរបស់នាងកំពុងដើរនៅក្នុងផ្សារបាទអញ្ចឹងយើងឃើញនេះ Lina spotted her friend walking បាទយើងឃើញ spotted បាទបូកជាមួយនឹង walking បាទគឺ
អង្គហៅទម្រង់បូកជាមួយនឹង verb ing ណាអូខេគឺមានន័យថាលីណានឹងគាត់បានឃើញមិត្តភ័ក្តិរបស់នាងកំពុងដើរនៅក្នុងផ្សារអាហ្នឹងសកម្មភាពនេះកំពុងកើតឡើងបាទយើងអាចនិយាយថា Lina spotted her friend walk in the market បាទអញ្ចឹងក៏បានដែរណាទម្រង់បូកជាមួយនឹង verb ing ក៏បានបូកជាមួយនឹង infinitive without to ក៏បានគ្រាន់តែបូកជាមួយនឹង verb ing សំដៅសកម្មភាពហ្នឹងកំពុងកើតឡើងបូកជាមួយនឹង infinitive without to គឺជា complete action អូខេបាទអញ្ចឹងសរុបមកសម្រាប់ verbs of perception បាទខ្ញុំបញ្យល់ជូនប៉ុណ្ណឹងបងប្អូនគ្នាអាចមើលសារចុះសារឡើងបាទហើយរៀនបង្កើត example បាទបង្កើតឧទាហរណ៍ឲ្យបានច្រើនដើម្បីកាន់តែយល់ច្បាស់អំពីរបៀបប្រើប្រាស់បន្ថែមទៀតអូខេបាទអរគុណសូមចូលរួម subscribe និង share ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតអរគុណបាយបាយជម្រាបលា